ខំហានម្លេះទេពលក៏នៅឯស្រុកគេបានប្រាក់ខែច្រើនក្រៃគ្រួសារតែធ្លាប់ក្រក្រៃធូធីមានរាំងស្ងីព្រោះកំរៃកាងារប៉ុន្តែធៀបពិតជីវិតពលក៏ស្រុកគេនឿយហត់មិនសូវទុំនេះនៅតែខំពុះពីរូបកាយជួនឈឺជួនជីរស់នៅសែនកំព្រារួងខ្វាំងគ្នាមើលថៃមានអ្នកខ្លះជួបគ្រោះដល់ស្លាប់ឈឺចាប់ព្រោះគ្មានញាតិមិត្តនៅក្បែរសុទ្ធតែឆ្អឹងយ៉ាងមកស្រុកខ្មែរចិត្តពុកម៉ែយំស្ដាយកូនកុំសត់ជីវិតពលករមិនល្អដូចអ្វីដែលស្មានបើសិនជាសមណាងរស់សុខសាន្តមិនប្រែប្រួតតែបើវាសនាកំណត់ត្រូវព្រួតឆ្ងាយរហូតគ្មានថ្ងៃជួបគ្នាមួយជាតិគ្មានញាតិមិត្តនៅក្បែរសុទ្ធតែឆ្អឹងយ៉ាងមកស្រុកខ្មែរចិត្តពុកម៉ែយំស្ដាយកូនកុំសត់ជីវិតពលករមិនល្អដូចអ្វីដែលស្មានបើសិនជាសមណាងរស់សុខសាន្តមិនប្រែប្រួតតែបើវាសនាកំណត់ត្រូវព្រួតឆ្ងាយរហូតគ្មានថ្ងៃជួបគ្នាមួយជាតិ